មេរៀនទី7នេះគឺយើងរៀនដំឡើងនិង config DHCP server DHCP ទៅមកពាក្យថា Dynamic Host Configuration Protocol Dynamic មានន័យថា auto គឺឲ្យ server 2022នេះគឺផ្ដល់ IP auto ទៅឲ្យម៉ាស៊ីន client ទាំងអស់ដែលភ្ជាប់ជាមួយនឹង network ជាមួយគ្នាអញ្ចឹងយើងចូលទៅអនុវត្តVMware ក្នុងនេះយើងចូលទៅម៉ាស៊ីន server 2022ទៅមកយើងចុចទៅរក server manager នេះមកអញ្ចឹងយើងអាចចុច add rule កន្លែងនេះ add rule ចុច Linux select ឈ្មោះ server DB server ចុច Linux tick DHCP server add feature ចុច continue ចុច Linux ចុច Linux តើមកយើង install យើងចង់ឲ្យវា restart tick កន្លែងនេះពេល install រួចវានឹង restart service ណាយើងចុចលើ install រងចាំ 3 នាទីចេញ install រួចហើយយើងចុចលើ close តើមកយើងមកមើលលើសញ្ញាត្រីកោណនេះចុចលើវាដើម្បីយើង configure complete នេះ configuration នេះ DHCP ចុចលើនេះមកតើមកយើងចុចលើ next កន្លែងនេះគឺយើងត្រូវដាក់ឈ្មោះនៅក្នុង Active Directory នេះ Active Directory domain controller ដែលយើងបានបង្កើតពីមុនណាន /administrator ចុចលើ commit ចុច close បាទជាយើងដំឡើងបានហើយនេះ DHCP តើមកយើងទៅ configure វាគឺយើងចូលទៅ tool នេះហើយយើងជ្រើសរើសយកពាក្យ DHCP អូខេតើមកយើងចុចលើនេះចុចលើពាក្យនេះហើយយើងចុចលើ IPv4 ហើយយើង right click លើនេះយើងចូលពាក្យ new scope បាទហើយចុច next កន្លែងនេះយើងដាក់ឈ្មោះ scope 01នេះដាក់ដដែលបាន scope 1អូខេយើងចុចលើ next កន្លែងនេះយើងដាក់ IP ឲ្យ DHCP នោះវារុញ IP ទៅឲ្យ client ម៉ាស៊ីននេះដើរតួជា router កាលណាយើង config DHCP វាជា router វានឹងរុញ IP ដោយស្វ័យប្រវត្តិទៅឲ្យ computer client ដែលភ្ជាប់ជាមួយនឹង switch របស់យើងនឹងជាយើងដាក់ rank វា 192.168ចុច 10thôiខ្ញុំយកចុច 10 ចុច 10ចា92.168.10 ចុច 10ចឹងមកថតតែយើងយក IP 168.10 ចុច 60ចាមកថតតែយើងយក50ចឹងពី10មក60គឺ50 IP កន្លែងនេះយើង class C 24មានស្លាម24សម្រាប់អ្នកមក class C ចុច Linux address range conflict ចឹង conflict
ពីមុនអាចដាក់1ទៅ1.10ចានេះមក60អូខេចំណែកចឹងកន្លែងនេះយើង start exclude មានន័យថាយើងដកចេញបន្តពី1.10មកដល់60.10យើងដក IP មួយគឺ192.168.1បន្តថាយើងយកចុចចុចមិនចុចមិនចុច10ទៅដល់អត់ចុច15មកដល់192.168.1.15នេះយើងដល់18ចុះហ្នឹងហើយចឹងឧទាហរណ៍ថាយើងយក IP 2នេះវាអត់ឲ្យវាទទួល DHCP ទេសម្រាប់យើងដាក់ server គឺ3 IP 16 17យើង add ចូលចុច connect តែនេះយើងឲ្យរយៈពេល8ថ្ងៃវានឹងដូរ IP ម្ដង server វាដូរ IP ជាងរយៈពេល7ថ្ងៃ8ថ្ងៃចុច connect click yes I want configure ចុច connect default gateway គឺយើងយក192.168.1.1 ចុច add មកចុច next DNS នេះគឺយើងជ្រើសរើសអញ្ចឹងដោយសារពីមុនយើងបង្កើត domain controller អញ្ចឹងវាដាក់ឲ្យស្រេចមកតមកយើងចុច next win server យើងមិនជ្រើសរើសទេចុច next yes I want activate next យើងបានបញ្ចប់អូខេចឹងយើងបានធ្វើបញ្ចប់ហើយយើងមកមើលនៅលើនេះ active ទាំងអស់ហើយចឹងកុំព្យូទ័រណាដែលភ្ជាប់ជាមួយនឹងswitch ជាមួយនឹង server គឺ Windows server នេះអ្នករុញ IP ដោយស្វ័យប្រវត្តិនៅលើ switch តែសម្រាប់ VMware គឺយើងពិបាកធ្វើបន្តិចតែយើងអាច ping វាបាននេះ Windows client log ចូល add 2026ផ្កាយដុល្លារអូខេជាយើងអាច ping មកចំពោះម៉ាស៊ីន server នេះគឺឈ្មោះខ្ញុំដាក់ DB server ជាយើងអាច ping មក DB server ឈ្មោះ DB យើង ping DB server បើយើងស្គាល់ IP យើងដាក់ IP តែស្គាល់ឈ្មោះ server អញ្ចឹងយើងគ្រាន់ដាក់ឈ្មោះ server ទៅ enter យើងចង់ ping តើកុំព្យូទ័រ client ហ្នឹងគឺវាទទួលបាន IP ហើយនៅហើយអាចចូលបាន DB server ping DB server could not find យើងមើល server របស់យើងឈ្មោះអីគេនេះ localhost នេះយើងមើល local នេះ DB server នេះយើង ping ទៅបានហើយនេះអូខេអញ្ចឹងយើង ping មក DB server វាដំណើរការសម្រាប់server យើងអាច ping ទៅ client បាន CMD ឥឡូវនេះយើង ping ទៅឈ្មោះ
ដោយសារយើងនៅមេរៀនទី6យើងបាន config join the main controller អញ្ចឹងបើយើង ping ទៅឈ្មោះ user 1 នេះគឺឈ្មោះ computer នេះអញ្ចឹងនៅក្នុង domain controller ហ្នឹងគឺអត់ឲ្យ ping អត់ឲ្យធ្វើអីទាំងអស់ជាវាខ្ទប់យើងចុច enter ទៅគឺវារកអត់ឃើញទេណាប៉ុន្តែយើងអាច ping ទៅ DNS ដែលយើងបានបង្កើតពិសេស ping ទៅឃើញអញ្ចឹងមានន័យថាពី server នេះភ្ជាប់មក Windows client នឹងទូបានអូខេអញ្ចឹងក្នុងមេរៀននេះគឺយើងរៀន config DHCP ដែល DHCP នោះគឺដើរតួជា router សម្រាប់ assign IP ទៅឲ្យ machine client ទាំងអស់ដែលនៅលើ network បាទអូខេអរគុណយើងអាចជួយ subscribe ម្នាក់មួយមក